កុំចោះចាញ់នឹងជីវិតមិនមែនតែងតែដើរតាមអ្វីដែលយើងចង់បាននោះទេពេលខ្លះយើងត្រូវជួបការលំបាកការខកចិត្តការបរាជ័យនិងបញ្ហាជាច្រើនដែលធ្វើឲ្យយើងមានអារម្មណ៍ថាហត់នឿយប៉ុន្តែទោះជាយ៉ាងណាកុំចោះចាញ់នឹងជីវិតព្រោះគ្រប់ឧបសគ្គដែលយើងជួបគឺជាមេរៀនដែលបង្រៀនឲ្យយើងកាន់តែរឹងមាំនិងមានបទពិសោធន៍បើអ្នកហត់អ្នកអាចសម្រាកបានប៉ុន្តែកុំបោះបង់បើអ្នកដើរយឺតក៏មិនអីដែរតែសូមកុំឈប់ដើរកុំប្រៀបធៀបជីវិតរបស់ខ្លួនជាមួយអ្នកដទៃព្រោះមនុស្សម្នាក់មានផ្លូវនិងពេលវេលាជោគជ័យខុសគ្នាចូលជឿលើខ្លួនឯងហើយបន្តខិតខំម្ដងមួយជួបទៀតថ្ងៃណាមួយអ្នកនឹងក្រឡេកមើលទៅក្រោយហើយមានមោទនភាពចំពោះខ្លួនឯងដែលបានអត់ធ្មត់និងមិនចោះចាញ់ចងចាំថាជីវិតអាចលំបាកប៉ុន្តែកុំឲ្យការលំបាកធ្វើឲ្យអ្នកបោះបង់ក្តីស្រមៃ